សួស្តីពុកម៉ែបងប្អូនដែលមានជីវិតពេញទាំងអស់គ្នាតើពេលនេះអ្នកទាំងអស់គ្នាកំពុងតែធ្វើអ្វីនៅពេលនេះណាខ្ញុំកំពុងតែឲ្យចំណីមន្តទាជ្រូកជារឿងធម្មតាប្រចាំថ្ងៃរបស់ខ្ញុំឥឡូវនេះថ្ងៃក្តៅមែនតើណាអ្នកទាំងគ្នាថ្ងៃក្តៅអញ្ចឹងហើយយើងត្រូវតែរក្សាឧស្សាហ៍បាញ់ទឹកជ្រូកបាញ់ដីបាញ់អីផ្សេងអញ្ចឹងណាហើយជ្រូករបស់យើងក៏ក្តៅខ្លាំងយើងទៅតែឧស្សាហ៍បាញ់ទឹកឲ្យវាតិចបាញ់ឲ្យច្រើនដងក្នុងមួយថ្ងៃបើយើងមានពេលបាននៅចិត្តបានអីចឹងណាអ្នកនរគ្នាហើយយើងបាញ់ក៏យើងត្រូវតែមើលដែរយើងបាញ់កុំឲ្យត្រូវច្រមុះចូលតិចចូលអីកុំឲ្យមានបញ្ហាដល់ពួកគាត់ណាហើយខ្ញុំក៏ម៉ោងសម្រាប់ពីការងារម៉ោង2ម៉ោងក៏យើងអឺមកថែទាំវាបន្តិចទៅព្រោះវាក្តៅស្បែកយើងក៏ក្តៅដែរអ្នកគ្នាអូពិតជាកម្ដៅពិតជាខ្លាំងណាអ្នកនៅផ្ទះចង់និយាយថានៅម្ដុំអ្នកទាំងអស់គ្នានឹងនៅតំបន់អ្នកទាំងគ្នាក្តៅណាក្តៅអត់អើយជឿត្រឹមទៅដល់ខែចូលឆ្នាំខែចែកខែអីខែចូលឆ្នាំខែអីក្តៅប៉ុណ្ណាអ្នកទាំងគ្នាចាត្រឹមខែនឹងទប់នឹងផុតតិចបានមួយរយៈក្តៅលងតែមែនតែនណាក្តៅខ្លាំងហ្មងសូម្បីតែកូនអ៊ូចខ្ញុំក៏ដោយប្រាប់ថាបាញ់ទឹកឲ្យលឿនមកបាញ់ទឹកឲ្យច្រើនមកក្តៅពងក្តៅអារឿងឃ្លានទុកមកដប់ដឹងតែថាដល់ម៉ោងដាក់ឲ្យហើយដឹងតែវាបានស៊ីហើយតែសំខាន់ទឹកសុំមេត្តាបាញ់លើខ្លួនគេឲ្យច្រើនអញ្ចឹងណាគេប្រាប់អញ្ចឹងណានិយាយលេងអ្នកគ្នាមែនហើយអារឿងឃ្លានរឿងអីនោះមកដប់ទេប៉ុន្តែសំខាន់វាដឹងហើយថាគង់តែបានញ៉ាំវា3ផ្ស៊ី3ពេលតែសំខាន់បាញ់ទឹកឲ្យសើមឲ្យតិចខ្លួនគេអញ្ចឹងណាកុំឲ្យគ្នាទាំងហក់ណាហើយមឿនទាក៏ដូចគ្នាដែរយើងត្រូវតែមានទឹកវាផឹកហើយចំណៃស៊ីម៉ូម៉ាន់ហើយកុំស៊ីច្រើនពេកម្ចាស់មានលុយទិញនេះកតុអីនោះហើយបបអីនោះបាយជ្រូកបីអីនោះមួយធុងថ្លៃដែរណាហើយនឿយណាត្រឹមបានប៉ុណ្ណេះអូយមួយថ្ងៃអាម្ចាស់ក៏ត្រូវការញ៉ាំ3ពេលអាសัตว์ក៏ត្រូវការញ៉ាំ3ពេលដូចគ្នាអញ្ចឹងណាហើយឥឡូវនេះក៏ខ្ញុំដួសបាយជ្រូកឲ្យពួកគាត់ផងដែរបាយខ្ញុំដងនេះវាមានរសជាតិដូចជាការីរសជាតិទឹកនំបញ្ចុកទឹកគ្រឿងទឹកអីផ្សេងពណ៌វាស្រស់ប្រងហើយសัตว์ស៊ីទៅវាមានរសជាតិឆ្ងាញ់ដែរហើយពួកគាត់បើកខ្ញុំក៏បានបាញ់ទឹកសម្អាតឲ្យពួកគាត់ហើយក៏យើងត្រូវដាក់បាយដាក់ទឹកឲ្យវាអញ្ចឹងណាហើយមីកមុំនៅតែឯងហ្នឹងយើងដាក់មកកបយពីកបយក៏ដាក់កតុមកកបយទៅពេលខ្លះដាក់កតុឲ្យគេមកកបយវាស៊ីមិនអស់ទេដាក់តែកន្លះកបយទេហើយមន់ទានេះប្រជែងគ្នាហើយមានកូនគីកូនឆ្កែឈ្មោះបឿឈ្មោះគេឈ្មោះបឿនេះអាគ្នាគួយខ្ញុំដាក់ឈ្មោះឲ្យឈ្មោះគេឈ្មោះអាតាបឿទៅណាមកណាចេះបើថានំគេដាក់ម៉ូតូអីចេះគេជិះជាមួយយើងទៅដែរឯងហើយមួយទៀតខ្ញុំឧស្សាហ៍តែមើលម៉ោងហ្នឹងឯងឧស្សាហ៍ពេលវេលាយើងខើចយើងធ្វើការនៅផ្ទះតិចតួចអញ្ចឹងឆ្លៀតពេលមកដាក់យើង sorry យើងជាប់ធ្វើការដែរទៅម៉ោងយើងសម្រាប់បាយទឹកតិចតួចទៅគឺយើងឆ្លៀតមកមើលថែទាំកូននៅផ្ទះអញ្ចឹងណាហើយកូននៅផ្ទះសពៅហ្នឹងឲ្យខ្ញុំថាគេចិញ្ចឹមនៅទៅវត្តមិនដែលមានណាគេចិញ្ចឹមនៅផ្ទះទេអញ្ចឹងខ្ញុំមិនដឹងដែរណាហើយកូនកងានគីបរបស់ខ្ញុំនៅក្នុងទ្រុងហ្នឹងក៏យើងត្រូវតែដាក់ចំណីឲ្យគាត់ដែរហើយមួយថ្ងៃដាក់2ដងទៅ3ដងតាមមើលស្ថានភាពដែលពួកគាត់វាស៊ីអស់ពីស្នូកឬមិនអស់ណាហើយគេរាំងត្រឹសក្រាន់ហើយកាលយកមកដំបងគេរាំងទូចហើយខ្ចីខ្លាំងអញ្ចឹងតែឥឡូវគេរាំងលូតលាស់ក្រាន់ណាគ្នាហើយខ្ញុំក៏បានមើលទឹកមើលផុករបស់វាដែរក៏មិនអោយអត់ដែរតែអត់ងាប់ហើយមិនរស់ទេគ្នាត្រូវការផឹកទឹកស្រែកងាប់ឥឡូវនេះក៏យើងជំរះកាយជំរះខ្លួនធំរបស់យើងបាយជ្រូករបស់យើងយកមកដាក់បង្ហើយជាមួយនឹងកមុំទាំង3ហ្នឹងហើយគេមួយនោះគេចំណែនណាគ្នាឃើញខ្ញុំមកលេងជាមួយនឹងកមុំខាង3នៅខាងនេះគេចំណែនគេឲ្យលេងជាមួយគេផងតែស្លូតជាងគេងាយយំងាយអីទៅពីទៅពីទេគ្រាន់ថាសំណាញ់ដែលហុំនោះកាច់អើយអាក្រក់បន្តិចត្រង់ថាមកទីលហែអស់ហើយប៉ុន្តែងាយយំអីទៅពីទៅពីទេឥឡូវនេះជ្រូកកំពុងស៊ីម្ចាស់កំពុងតែបរិភោគពោតដូចគ្នាយើងអង្គុយញ៉ាំពោតតិចណាហើយសបកពោតហ្នឹងក៏យើងទុកបោះចូលក្នុងទ្រុង
ជ្រូករបស់យើងឲ្យពួកគាត់បានស៊ីសបកពោតស៊ីអីដើរលេងគេហៅថាអាហារសម្រន់ណាឲ្យលង្សាវកណាគ្នាហើយខ្ញុំក៏បានកាច់ទុកឲ្យពួកគាត់ដើម្បីឲ្យពួកគាត់បានស៊ីពោតនឹងដើម្បីឲ្យផ្លាស់ប្ដូររសជាតិមើលរបស់គាត់ដែរណាហើយយើងក៏ពេលខ្លះក៏កាត់ស្លឹកចេកពេលខ្លះកាត់ដើមផ្ទីឲ្យគាត់ហូបស្រស់ៗស៊ីស្រស់ៗលេងគ្នាគាត់ប្រឡែងលេងរួចបានយើង